ជីវិតដែលនឹងមានដំណើរប្រកបដោយសេចក្តីសុខនិងសម្រេចបានជោគជ័យត្រូវអាស្រ័យដោយការរៀនជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំនឹងអានរឿងមួយដែលមានចំណងជើងថាសារប្រយោជន៍នៃការរៀនអញ្ចឹងសូមបងប្អូនតាមដានទស្សនាទាំងអស់គ្នាសារប្រយោជន៍នៃការរៀនជីវិតគឺការរៀនសូត្រគឺជីវិតរំលងនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីសារៈសំខាន់នៃការរៀនជីវិតដែលនឹងមានដំណើរប្រកបដោយសេចក្តីសុខនិងសម្រេចបានជោគជ័យត្រូវអាស្រ័យដោយការរៀនគឺជាផ្នែកមួយនៃជីវិតដែលពុំអាចគេចវេះជៀសវាងបើពុំមានការរៀនទេជីវិតនឹងត្រូវជាប់គាំងគេដូចគេចាប់ចុចជីបចរมันអាចដើរឆ្ពោះទៅរកក្តីរុងរឿងបានឡើយសេចក្តីសុខនិងជោគជ័យរបស់មនុស្សត្រូវចាប់ចេញដំណើរឡើងពីការមើលឃើញតម្លៃនៃការរៀនសូត្រនោះឯងការរៀនមានសារៈសំខាន់ចំពោះបុគ្គលម្នាក់ផងហើយក៏មានសារៈសំខាន់ដល់លោកយើងព្រមទាំងមនុស្សជាតិលើលោកផងដែរបើមនុស្សភាគច្រើននៅលើលោកសុទ្ធតែជាអ្នកដែលមិនបានរៀនការអភិវឌ្ឍអ្វីៗផងទាំងពួងលើលោកពិតជាកើតឡើងដោយពិបាកបំផុតឬស្ទើរតែមិនអាចដើរទៅមុខបានឬដើរថយក្រោយរហូតដល់គេអាចនិយាយថាលោកវិលទៅមុខដោយការរៀនបើពុំមានការរៀនទេលោកប្រៀបដូចជានៅគាំងពេលនោះលោកនឹងត្រូវធ្លាក់ដុនដាបហើយអាចនឹងឈានទៅដល់ទីអវសាននៃពិភពលោកនិងបណ្ដាមនុស្សជាតិរួមជាមួយផងដែរសូមអរគុណសូមជម្រាបលា